សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនិយាយពីរឿងសំខាន់មួយគឺការខិតខំប្រឹងប្រែងតើអ្នកធ្លាប់មានអារម្មណ៍ថាអ្វីៗពិបាកធ្វើឬមាននរណាម្នាក់ជោគជ័យលឿនជាងអ្នកមែនអត់នេះគឺកាហ្វេ Avatar មានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេ Avatar ដែលគ្រាន់តែធ្វើការ comment ឬឆាតចូល page កាហ្វេ Avatar ហើយសរសេរពាក្យថាខ្ញុំចង់សាក នោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់នេះគឺតារាចង់ក្លាយជាអ្នកនិពន្ធដ៏ល្បីប៉ុន្តែរាល់ពេលគាត់ចាប់ផ្ដើមសរសេរគាត់តែងតែមានអារម្មណ៍ថាគំនិតគាត់មិនល្អហើយគាត់បបង់ចោលរាល់ថ្ងៃគាត់ឃើញមិត្តភ័ក្តិបង្ហោះស្នាដៃថ្មីៗលើអ៊ីនធឺណិតហើយគាត់ក៏កាន់តែអស់សង្ឃឹមឡើងថ្ងៃមួយជីតារបស់តារាដែលជាជាងចម្លាក់ឈើដ៏ចំណានបានឃើញតារាអង្គុយស្រងាក់ចិត្តជីតាបានប្រាប់គាត់ថាតារាអើយមុននឹងខ្លាចជាស្នាដៃដ៏ល្អឥតខ្ចោះឈើចម្លាក់នីមួយៗសុទ្ធតែកើតចេញពីការចេះចង់ជាច្រើនដងនិងការអត់ធ្មត់តារាចាប់ផ្ដើមយល់គាត់សម្រេចចិត្តថាគាត់នឹងមិនបោះបង់ចោលទេគាត់ចាប់ផ្ដើមអនុវត្តជារៀងរាល់ថ្ងៃពេលខ្លះគាត់ធ្វើខុសគាត់លុបចោលគាត់ចាប់ផ្ដើមម្ដងទៀតប៉ុន្តែគាត់នៅតែបន្តគាត់ចាំសម្ដីជីតាថាភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេវាកើតឡើងពីការអនុវត្តជាប់លាប់មួយឆ្នាំក្រោយមកតារាមិនត្រឹមតែសរសេរបានច្រើនប៉ុណ្ណោះទេគុណភាពការងាររបស់គាត់ក៏មានភាពប្រសើរឡើងខ្លាំងដែរទីបំផុតគាត់បានបោះពុម្ពសៀវភៅរបស់គាត់ហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគាត់ញញឹមទាំងមោទនភាពដូច្នេះសូមចាំថាភាពជោគជ័យគឺជាផ្លែផ្កានៃការខំមិនរៀថយកុំខ្លាចនឹងបរាជ័យប៉ុន្តែត្រូវខ្លាចនឹងការបោះបង់ចោលចាប់ផ្ដើមអនុវត្តថ្ងៃនេះតើអ្នកនឹងចាប់ផ្ដើមខិតខំអ្វីចាប់ពីថ្ងៃនេះទៅភាពជោគជ័យមិនមែនកើតចេញពីទេពកោសល្យតែម្យ៉ាងទេតែវាជាលទ្ធផលនៃការអនុវត្តជាប់លាប់ទោះបីជាវាជួបការលំបាកឬបរាជ័យក៏ដោយកុំខ្លាចនឹងធ្វើខុសប៉ុន្តែត្រូវខ្លាចនឹងការបោះបង់ចោលការអនុវត្តបន្តិចម្ដងរាល់ថ្ងៃនឹងបង្កើតជាលទ្ធផលធំនៅពេលក្រោយ